សូមអនុមោទនាបុណ្យចូលព្រះវស្សាបុណ្យចូលព្រះវស្សាគឺជាបុណ្យមានមកតាមផ្លូវពុទ្ធសាសនាដែលសាវកផ្នែកបព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល3ខែឬមួយត្រៃមាសក្នុងវស្សារដូវហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សាឡើយចំណែកឯពុទ្ធបរិស័ទជាទាយុទាយិកាឧបាសកឧបាសិកាវិញក៏នាំគ្នាប្រារព្ធពិធីបុណ្យចូលវស្សានោះដែរជាពិសេសគឺចាត់ចែងវិសកសាដកសម្ពុតសម្រាប់ងូតទឹកភ្លៀងដែលនិយមហៅថាសម្ពុតសាដកចំណាំវស្សាព្រមទាំងប្រេងកាតទៀនធូបនិងភេសជ្ជៈមួយចំនួនតាមលទ្ធភាពពាក្យថាវស្សាមកអំពីពាក្យបាលីថាវស្សៈប្រែថាភ្លៀងឬរដូវភ្លៀងដែលមានកំណត់រយៈពេល4ខែគឺរាប់ពីថ្ងៃ100ខែអាសាឍរហូតដល់ថ្ងៃ15កើតខែកត្តិករយៈពេលនោះឯងហៅថាវស្សារដូវបានជាព្រះបរមសាស្តានៃយើងព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃមានកិច្ចចូលចាំវស្សានោះពីព្រោះហេតុខាងដើមពីរយ៉ាងនេះ 1. ភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែងផ្សេងៗដទៃនោះមានគួរខ្លះមិនគួរខ្លះមានការដើរជន់នៅភូតគាមវិជ្ជគាមនិងធញ្ញជាតិផ្សេងៗដែលជាហេតុនាំឲ្យអ្នកស្រុករិះគន់តេះដៀលនិងពោលនៅទោសៈដែលមានប្រការផ្សេងៗ 2. ជារដូវភ្លៀងជោគជាំផងព្រះពុទ្ធអង្គមានបំណងកុំឲ្យពុព្វជិតក្នុងសាសនាលំបាកក្នុងការធ្វើដំណើរទៅមកគឺឲ្យនៅចាំវស្សាតែមួយកន្លែងអស់រយៈពេល3ខែក្នុងវិន័យបិដកមហាវគ្គភាគ7ត្រង់វសោបនីយខន្តកៈលោកសម្ដែងថាការចូលវស្សាមាន2យ៉ាងគឺទី1ហៅថាបរិមិកាវស្សាការចូលវស្សាមុនដំបូងចាប់ពីថ្ងៃទី100ខែអាសាឍបើឆ្នាំណាលើខែអាសាឍ2ដងនោះគឺចូលវស្សានៅថ្ងៃ100ខែទុតិយសាទតទៅអស់ត្រៃមាស3ខែទើបចេញវស្សានៅថ្ងៃ15កើតខែអាសត់ឯទី2ហៅថាបញ្ឆិមិកាវស្សាការចូលវស្សាលើកក្រោយថ្ងៃចូលវស្សាលើកដំបូងចំនួន1ខែគឺគិតចាប់ពីថ្ងៃ100ខែស្រាប់តទៅដល់ថ្ងៃ15កើតខែកត្តិកទើបចេញវស្សាការចូលវស្សាលើកក្រោយនេះព្រះពុទ្ធអង្គទ្រង់អនុញ្ញាតដល់សាវកក្រែងមានកិច្ចរវល់ប្រការណាមួយដែលពុំអាចចូលវស្សាទី1ឲ្យចូលវស្សាទី2បានបព្វហេតុនៃការចូលវស្សាសម័យនោះព្រះសម្ពុទ្ធដ៏មានព្រះភិក្ខទ្រង់គង់នៅវត្តវេលវ័នកលន្តកៈនៃវាបស្សដ្ឋានទៀបក្រុងរាជក្រឹសគ្រានោះឯងការនៅចាំវស្សាព្រះដ៏មានព្រះភិក្ខមិនទាន់បញ្ញត្តិដល់ភិក្ខុសង្ឃទាំងឡាយនៅឡើយភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចរិកអស់ហេមន្តរដូវខ្លះអស់កមហរដូវខ្លះអស់វស្សារដូវខ្លះមនុស្សទាំងឡាយពលទោសតេះដៀលបន្តបង្អាប់ថាពួកសាមណៈជាសក្យបុត្រមិនសមបើនឹងដើរទៅកាន់ចរិកអស់ហេមន្តរដូវខ្លះអស់កមហរដូវខ្លះអស់វស្សារដូវខ្លះដើរជន់ស្មៅស្រស់ទាំងឡាយប្រៀបដូចនៅវត្ថុដែលមានជីវិតមានឥន្ទ្រីតែមួយញ៉ាំងសត្វតូចៗជាច្រើនឲ្យដល់នៅសេចក្តីវិនាសសោះសូម្បីពួកបរិពាជក់មានលទ្ធិដតីពីនេះដែលជាអ្នកពោលធម៌អាក្រក់ម្ដេចក៏គង់សង្ងំសម្រាកនៅចាំវស្សាសូម្បីទាំងពួកសត្វស្លាបនោះទៀតសោតក៏គង់នៅធ្វើសម្បុកលើចុងឈើទាំងឡាយហើយសង្ងំឈប់សម្រាកនៅចាំវស្សាដែរចម្លែកតែពួកសាមណៈជាសក្យបុត្រនេះនៅតែដើរទៅកាន់ចរិកអស់ហេមន្តរដូវខ្លះអស់កមហរដូវខ្លះអស់វស្សារដូវខ្លះដើរជន់ស្មៅស្រស់ទាំងឡាយបៀតបៀននៅវត្ថុដែលមានជីវិតមានឥន្ទ្រីតែមួយញ៉ាំងសត្វតូចៗជាច្រើនឲ្យដល់នៅសេចក្តីវិនាសកាលមនុស្សទាំងឡាយកំពុងពោលតេះដៀលបន្តបង្អាប់ភិក្ខុទាំងឡាយក៏បានឮច្បាស់គ្រានោះឯងភិក្ខុទាំងនោះក្រាបទូលសេចក្តីចំពោះព្រះដ៏មានព្រះភិក្ខព្រោះនិទាននេះដំណើរនេះព្រះដ៏មានព្រះភិក្ខទ្រង់ធ្វើនៅធម្មីកថាក្នុងវេលានោះឯងរួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយនោះមកអនុញ្ញាតថាអនុជានាមិភិក្ខវេវសង្ឃឧបកន្តន្តិមនាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យកិច្ចចូលចាំវស្សាការចូលចាំវស្សានិយាយតាមបទព្រះវិន័យជាកិច្ចរបស់ព្រះសង្ឃដោយឡែកផ្សេងមិនតាក់ទាមដោយក្រហមផងទេពាក្យថាចូលវស្សាឬនៅចាំវស្សាជាពុទ្ធសាសនវោហាបានសេចក្តីថាការដែលភិក្ខុសង្ឃឈប់សម្រាកនៅទីណាមួយឬវត្តណាមួយកំណត់អស់វេលា3ខែក្នុងរដូវភ្លៀងដោយមិនបានត្រាច់ទៅណាមកណាឲ្យកន្លងរាត្រីឡើយវាលែងតែមានហេតុការចាំបាច់ដូចជាមាតាបិតាឬគ្រូឈឺជាទម្ងន់ឬដល់នៅមរណៈឬឧបាសកនិមន្តទៅសម្ដែងធម៌ជាដើមទើបទៅបានដើម្បីជួយឧបត្ថម្ភកិច្ចការនោះដោយតាំងចិត្តថានឹងត្រឡប់មកវិញក្នុងរវាង7ថ្ងៃ